នៅសាររយៈពេលត្រឹមតែ2ខែបើយើងគិតពីអាទិត្យគឺនៅសាររយៈពេលត្រឹមតែ10អាទិត្យទៀតតែប៉ុណ្ណោះនៅក្នុងការត្រៀមខ្លួនខ្លះជាបេក្ខជនបាក់ឌុបឆ្នាំ2026នេះថ្ងៃនេះខ្ញុំនឹងនាំយកគ្រឿង3យ៉ាងដែលអ្នកទាំងអស់គ្នាមិនគួរធ្វើមុនពេលប្រឡងបាក់ឌុបមែនតើទី1នោះគឺការទស្សន៍ទាយនៅលំហាត់ក៏ដូចជាសំណួរមុនពេលប្រឡងអញ្ចឹងការទស្សន៍ទាយនឹងវាមិនមែនជារឿងអីដែលអាក្រក់ទេប៉ុន្តែខ្ញុំអត់គ្រប់គ្រងនៅការទស្សន៍ទាយនឹងទេដោយសារអីពេលខ្លះអ្នកទាំងអស់គ្នាបានទស្សន៍ទាយនៅលំហាត់នឹងថាអូលំហាត់នឹងប្រហែលជាចាញ់ហើយមើលទៅព្រោះឆ្នាំមុនអត់ចាញ់ចុះមួយម្លងពីឆ្នាំណាអញ្ចឹងណាហើយហេតុផលដែលខ្ញុំអត់គ្រប់គ្រងនៅក្នុងការទស្សន៍ទាយហ្នឹងគឺថាយើងប្រកាសជាធ្វើអាលំហាត់ណាដែលយើងទស្សន៍ទាយចេញហ្នឹងហើយយើងនឹងបោះបង់ក៏ដូចជាមិនបើកចិត្តធ្វើនៅលំហាត់ផ្សេងៗដែលអ្នកទាំងអស់គ្នាគិតថាអត់ចាញ់អញ្ចឹងវាធ្វើឲ្យប៉ះពាល់ខ្លាំងមែនតើមុនពេលប្រឡងដប់អញ្ចឹងយើងនៅសាររយៈពេល2ខែទៀតតាអញ្ចឹងភ័យឲ្យយើងធ្វើសិនទៅអ្នកគ្នាកុំភ្លេចថាយើងត្រូវធ្វើអីផ្សេងដែលយើងគិតថាវាអត់ចាញ់ហ្នឹងក៏យើងត្រូវតែធ្វើដែរដូចជាការទិញមេរៀនជីវៈសនួរអីផ្សេងការទិញមេរៀនប្រវត្តិអីចឹងយើងទិញទាំងអស់ទៅអញ្ចឹងគ្រប់សំណួរទាំងអស់គឺយើងមានលទ្ធភាពនៅក្នុងការឆ្លើយតែបើអ្នកទាំងអស់គ្នាមើលតាអ្នកទាំងអស់គ្នាវិភាគថាចាញ់ហ្នឹងណាគឺវាអត់ 100% ទេព្រោះយើងអត់ដឹងមុនហើយក៏អត់ដឹងថាអ្នកធ្វើវិញ្ញាសាហ្នឹងគឺចេញបែបម៉េចដែរទី2ហ្នឹងគឺការគិតថាខ្លួនឯងប្រឡងធ្លាក់មុនពេលដែលប្រឡងមែនតើចឹងយើងកុំប្រកាន់ភ្ជាប់ជាមួយនឹងភាពអវិជ្ជមានរបស់យើងគឺយើងត្រូវតែប្រឹងនៅសាររយៈពេល2ខែហ្នឹងយើងកំណត់ខ្លួនឯងទៅថាយើងត្រូវរៀនបែបណាព្រោះមនុស្សម្នាក់បុគ្គលម្នាក់គឺមានការវិភាគក៏ដូចជាការរៀនបែបបទនៃការរៀននិងបរិបត្តិនៅផ្ទះហ្នឹងខុសៗគ្នាចឹងយើងត្រូវដឹងខ្លួនឯងថាយើងត្រូវជាមួយនឹងម៉ោងណាជាងម៉ោងណាយើងត្រូវទន្ទិញមេរៀនអាហ្នឹងគឺអាស្រ័យលើយើងម៉ោងណាយើងត្រូវធ្វើលំហាត់រយៈពេលប្រហែលម៉ោងគឺអាស្រ័យលើអ្នកទាំងអស់គ្នាចំណុចចុងក្រោយគេហ្នឹងគឺកុំស្ដាយក្រោយនៅពេលដែលពេលវេលាមុនអ្នកទាំងអស់គ្នាអត់បានខំប្រឹងរៀនអញ្ចឹងយើងនៅសាររយៈពេល2ខែទៀតយើងខំមើលអត់ពីលទ្ធភាពមើលថាយើងធ្វើបានប៉ុណ្ណាហើយយើងនឹងទទួលបានផលប៉ុណ្ណាប៉ុន្តែបើសិនជានៅសល់2ខែហ្នឹងអ្នកទាំងអស់គ្នានៅតែប្រកាន់គំនិតថាអូពីមុនបើខ្ញុំរៀនល្អបាត់ហើយឥឡូវហ្នឹងអត់រៀនឥឡូវដឹងថាចាប់ផ្ដើមពីណាទៅណាចាប់ផ្ដើមពីការមើល YouTube មេរៀនហ្នឹងឡើងវិញបន្តិចបន្តួច 50% ក៏បានដែរហើយយកមកធ្វើអនុវត្តជាក់ស្ដែងក៏ដូចជាការឆ្លើយសំណួរអីតាក់ទងជាមួយនឹងធ្វើវិញ្ញាសាឆ្នាំចាស់អីចឹងទៅចុះយើងត្រូវដឹងខ្លួនឯងថាយើងធ្វើបានប៉ុណ្ណាកុំប្រកាន់ភ្ជាប់ជាមួយនឹងភាពអវិជ្ជមានជាប់ខ្លួនអីព្រោះវាអត់មានអីចំណេញខ្លាំងមែនតើហ្មងវាអត់មានអីចំណេញមែនតើហ្មងនិយាយមែនណាហើយយើងត្រូវតែផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងព្រោះពេលខ្លះយើងក៏ត្រូវការមានកម្លាំងចិត្តដែរអញ្ចឹងមិនប្រកាសថាអ្នកដទៃគេដឹងថាយើងនឹងមានបញ្ហាអីទេអញ្ចឹងយើងត្រូវចេះផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងថាខ្ញុំនឹងធ្វើឲ្យបានហើយយើងនឹងប្រកាន់ភ្ជាប់ជាមួយនឹងភាពវិជ្ជមានខ្លួនឯងទើបនាំឲ្យខ្លួនឯងប្រសើរឡើង